កាពេលដែលយើងនៅតូចនៅពេលដែលយើងខ្ជិលយើងអត់ចង់ទៅរៀនយើងអត់ចង់ធ្វើកិច្ចការងារសាលាឬក៏អត់ចង់ធ្វើកិច្ចការងារផ្ទះមួយចំនួនម៉ាក់ប៉ារបស់យើងគាត់អាចជួយធ្វើជំនួសយើងបានឬក៏គាត់ជួយមកដាស់តឿនយើងដាស់យើងឲ្យទៅរៀនដាស់តឿនឲ្យយើងបំពេញកិច្ចការងារសាលាឲ្យគ្រូតាមដែលបានកំណត់ទុកអីចឹងទៅប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមធំនឹងក្តីអត់មានឪពុកម្ដាយណាគាត់មកដាស់តឿនមកប្រាប់យើងឬក៏មកធ្វើជំនួសយើងបានដូចពេលដែលយើងនៅក្មេងទៀតគេអញ្ចឹងបើសិនជាឥឡូវហ្នឹងបងប្អូនទាំងអស់គ្នាមានគោលដៅមានក្តីសម័យចង់ក្លាយជាអ្នកណាចង់ធ្វើកិច្ចការងារអីមួយចង់បានអាហារូបករណ៍ចង់បញ្ចប់ថ្នាក់បញ្ញាបត្រថ្នាក់អនុបណ្ឌិតចង់ក្លាយទៅជាបុគ្គលម្នាក់ដែលប៉ាកែទៅលើជំនាញឯកទេសអីមួយឬក៏យើងមានគោលដៅអីក៏ដោយអាហ្នឹងគឺជាទំនួលខុសត្រូវរបស់យើងបងប្អូនទាំងអស់គ្នាអត់មានឪពុកម្ដាយអត់មានអ្នកណាមកធ្វើជំនួសយើងទេអញ្ចឹងនៅពេលដែលបងប្អូនកំណត់គោលដៅអីក៏ដោយត្រូវតែសួរខ្លួនឯងថាតើយើងព្រមហើយឬនៅនឹងបំពេញនៅទំនួលខុសត្រូវដែលយើងត្រូវធ្វើដើម្បីសម្រេចគោលដៅមួយហ្នឹងព្រោះជីវិតហ្នឹងគឺអញ្ចឹងបងប្អូនទាំងអស់គ្នាអត់មានអ្នកណាមកធ្វើអីជំនួសយើងទៀតទេពីឥឡូវនេះទៅចង់បានអីចង់មានអីអាហ្នឹងគឺជាអ្វីដែលយើងត្រូវបំពេញហើយវាជាទំនួលខុសត្រូវនៅក្នុងជីវិតហើយហ្នឹងខ្ញុំគិតថាយើងចាប់ផ្ដើមមានភាពចាស់ទុំហើយទទួលស្គាល់ការពិតនៃជីវិតហ្នឹងអញ្ចឹងអត់មានអីបានដោយ free ឬក៏អត់មានអ្នកណាគេមកធ្វើអីជំនួសយើងទេត្រូវតែទទួលស្គាល់ថាយើងចង់បានអីយើងចង់សម្រេចអីតើតើកើតចេញពីការខិតខំប្រឹងប្រែងតស៊ូរបស់យើងខ្លួនឯងដែលជាម្ចាស់គោលដៅហ្នឹងអញ្ចឹងឥឡូវហ្នឹងបងប្អូនទាំងគ្នាបានបំពេញនៅទំនួលខុសត្រូវដែលយើងត្រូវធ្វើឬក៏យើងចង់សម្រេចគោលដៅអីមួយហ្នឹងវាជួបការលំបាកវាជួបភាពនឿយហត់អានឹងជារឿងដែលគេចអត់ផុតទេប៉ុន្តែខ្ញុំជឿថានៅពេលដែលយើងអាចទទួលខុសត្រូវលើជីវិតរបស់យើងបានកាន់តែច្រើនអាហ្នឹងហើយជាសញ្ញាមួយប្រាប់ថាយើងជាមនុស្សដែលមានភាពចាស់ទុំនៅក្នុងជីវិតអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះហើយយើងជួបគ្នានៅវីដេអូក្រោយបន្តទៀត